my journey. Yeah. Bực này mà mẹ nhật khăn mình tha mình tha chia sẻสมัยខ្លួនគេហ្នឹងអូយហឹបហាប់សម្បើមណាស់បើគិតទៅវីដេអូនេះវាចូលខ្ទង់មួយខែជាងឯនេះខ្ញុំទឹកទៅបានកាន់ពេលដែលមកដល់នេះដំបូងគឺវាមានការងារច្រើនមែនតើយើងត្រូវធ្វើសំខាន់ចឹងហើយវីដេអូនៃការហោះហើររបស់ខ្ញុំហ្នឹងគឺចេញរៀងឡែនបន្តិចសម្រាប់ការចេញមកដំបូងចេះគឺខ្ញុំមិនដឹងថាខ្ញុំត្រូវដាក់អីវ៉ាន់អីមកខ្លះទេពេលដែលខ្ញុំមកដល់នេះបើខ្ញុំដឹងថារបស់សំខាន់ដែលខ្ញុំភ្លេចយកមកហ្នឹងគឺខោកបយនៅនេះគឺសាយគេធំមកបើសម្រាប់ខ្ញុំវិញគឺសាយក្មេងៗដែលគាត់មានវ័យជតុងណាពេលចឹងទៅរកកៅអៅគឺពិបាកខ្លាំងហើយនេះគឺជាផលវិបាករបស់ខ្ញុំមួយដែលខ្ញុំបានត្រៀមខោកបយយកមកច្រើនហើយនឹងអាវរៀងទូចយឺតដៃវែងហើយបកមកវីដេអូវិញគឺខ្ញុំ check in ហើយអស់ហើយសម្រាប់ passport ខ្មែរគឺខាងកយគេឲ្យលុយមកវិញខ្លះតែខ្ញុំភ្លេចឲ្យដូចជាខ្ទង់ 20,000 ខ្មែរ 20,000 ជាងប៉ុន្តែ passport ប្តីខ្ញុំនិងកូនខ្ញុំដែលមានសញ្ជាតិកាណាដាហ្នឹងគឺអត់បានលុយមកវិញទេគេអត់មានឲ្យអីមកវិញទេបន្ទាប់ពី check in ថ្លឹងគីឡូអីវ៉ាន់អីហើយអស់ខ្ញុំចាប់ដើមថតរូបជុំគ្រួសារហើយនេះខ្ញុំកំពុងតែគៀកដៃគ្នាមួយប៉ាខ្ញុំមានភាពស្និទ្ធស្នាលជាមួយគាត់ខ្លាំងហើយខ្ញុំចិត្តលេងច្រើនមួយគាត់ពេលខ្លះខ្ញុំដើរមួយគាត់គេថាគាត់បដាស្រីក្មេងអីចឹងណាតែពេលងាកមកឃើញម៉ែនៅពីក្រោយកូនគាត់សោះមុនដំបូងអ្នកជូនតាណាសង្កត់ថាមានតែប៉ាម៉ាក់ខ្ញុំហើយម៉ាក់ក្មេងអីចឹងណាបងថ្លៃអីទេដល់ទៅពេលហើយចេះបានចែខ្ញុំគាត់ទៅមកគ្រួសារគាត់ដែរអញ្ចឹងទៅវាអត់សូវសង្ហេះសង្ហោចហ្មងណាពេលខ្លះអ្វីដែលយើងមានកម្រងខ្លាំងពេកវាទៅជាអត់បានដល់ទៅពេលយើងអត់មានកម្រងអញ្ចឹងទៅជាបានទៅជុំគ្នាហើយនេះដល់វគ្គក្តុកក្តួលហើយអ្នកដែលយំខ្លាំងជាងគេហ្នឹងគឺប៉ាខ្ញុំនឹងឯងតបមកខ្ញុំទី2យំច្រើនដែរនិយាយទៅពីអ្នកឪកូនហ្មងដើមគ្នាទឹកភ្នែកហើយបងថ្លៃខ្ញុំនេះគឺចេញមកខុសគ្នាតាមមួយអាទិត្យទេខ្ញុំចេញមកដល់នេះមួយអាទិត្យគាត់មកតាមក្រោយដែរហើយខ្ញុំក៏សំណាងដែរខ្ញុំមកដល់នេះខ្ញុំអត់សូវមានភាពឯកោដោយសារតែខ្ញុំមានប្អូនថ្លៃខ្ញុំហើយនឹងមានបងផ្សេងទៀតអាចជួបគ្នារាល់ពេលថ្ងៃសម្រាប់អីចឹងទៅខ្ញុំចាប់ផ្ដើមចូលទៅខាងក្នុងដើម្បីចូលចាំជើងយន្តហោះនៅពេញយើងហ្នឹងខ្ញុំជិះ Eva Air ហើយបើកន្លែងនេះវិញមានអារម្មណ៍ថាលងស្នេហ៍កូនខ្លួនឯងហ្មងគេចេញមកលក្ខណៈគេ premium ហ្មងណាតែពេលចឹងហើយចេះលួចថតកូនច្រើនតិចដូចជាសង្ហាទៅចាប់ផ្ដើមលងស្នេហ៍កូនខ្លួនឯងនេះហើយនេះចាប់ផ្ដើមចូលក្នុងយន្តហោះហើយសម្រាប់ជើងយន្តហោះទី1នេះកៅអីគេមានតែ2ជាប់គ្នាអញ្ចឹងប្តីខ្ញុំគាត់អង្គុយនៅខាងក្រៅហើយនៅក្នុងយន្តហោះបើមានក្មេងអញ្ចឹងគេឲ្យថយសម្រាប់គាត់រៀបលេងកុំឲ្យអបសោតែគ្មានទេរៀបតែមួយផ្លេតហើយបាត់ហើយពេលអញ្ចឹងមានអីមានមើលទូទស្សន៍នៅក្នុងយន្តហោះហ្នឹងអញ្ចឹងហើយពេលដែលយន្តហោះចាប់ផ្ដើមអង្គលខ្លួនហ្នឹងខ្ញុំមានអារម្មណ៍ថាអូខ្ញុំនឹកប្រទេសខ្មែរនឹកទឹកដីខ្លួនឯងនឹកប្រទេសនឹកគ្រួសារនិយាយទៅអារម្មណ៍ពេលហ្នឹងគឺវាមកបុកចូលគ្នាទាំងអស់មកហើយហោះបានម៉ែហ្នឹងក៏គេឲ្យអាហារយើងញ៉ាំតែនិយាយមែនលោកអើយនឹកឃើញតាទឹកគ្រឿងប្រហុកអំបិលទេមកហូបដែលខ្ញុំញ៉ាំនៅលើយន្តហោះភាគច្រើនគឺខ្ញុំញ៉ាំឲ្យតាកុំឲ្យឃ្លានតែប៉ុណ្្នឹងឯងតែបើឲ្យមានរសជាតិឆ្ងាញ់វិញគឺចាញ់ទឹកគ្រឿងយើងហ្មងហើយនេះខ្ញុំមកដល់តៃវ៉ាន់ហើយពេលចុះមកហ្នឹងគឺមានអារម្មណ៍មួយទៀតហើយថាហើយអញកាន់តែឆ្ងាយពីផ្ទះពីសបែងទៀតហើយគ្រាន់ថាខ្ញុំមានក្តីសុខផ្លូវចិត្តមួយថាខ្ញុំបានមកជួបជុំគ្រួសារអញ្ចឹងណាប៉ុន្តែអាផ្លូវចិត្តមួយទៀតហ្នឹងគឺនឹកផ្ទះនឹកអ្នកផ្ទះនឹកគ្រួសារពេលបានមកកន្លែងល្អអញ្ចឹងមានអារម្មណ៍ថាអូយបើសិនជាអ្នកផ្ទះបានមកជុំគ្នាមិនដឹងថាមានក្តីសុខផ្លូវចិត្តមិនអញ្ចឹងខ្ញុំក៏ធ្លាប់ប្រាប់ខ្ញុំដែរថាពេលដែលយើងចេញពីផ្ទះមកថ្ងៃដំបូងអញ្ចឹងគឺអារម្មណ៍វាជ្រួលច្បល់អត់ដឹងចាប់ពីណាពីណីឥឡូវហ្នឹងខ្ញុំបានជួបអារម្មណ៍ហ្នឹងហើយជាកណ្ដាយមែនពេលមកដល់តៃវ៉ាន់ក៏នាំគ្នារកអីញ៉ាំខ្លះទ្របពោះបើថាឲ្យឃ្លានក៏ខ្ញុំអត់ឃ្លានណាដែរដោយសារតែអារម្មណ៍ខ្ញុំវាពិបាកច្រើនវាគិតច្រើនណាដោយសារតែខ្ញុំបែកផ្ទះឆ្ងាយជាលើកទី1ហើយចំណុចមួយទៀតគឺខ្ញុំនឹកទួតខ្ញុំខ្លាំងមែនតើពេលខ្ញុំជិះយន្តហោះហ្នឹងក៏ខ្ញុំពាក់អាវល្ងារបស់ទួតខ្ញុំនៅពីក្នុងដែរចង់ឲ្យគាត់ដឹងថាលើចៅជួបជុំគ្នាហើយព្រោះទួតខ្ញុំគាត់សួររហូតថាពេលណាមកប្តីខ្ញុំចុះមកយកអីចឹងណាគាត់សួរនាំរហូតតែពេលថ្ងៃដែលខ្ញុំចេញមកហ្នឹងគឺខ្ញុំបានបាត់គាត់បាត់ហើយខ្ញុំសង្ឃឹមថាទួតរបស់ខ្ញុំគាត់នឹងដឹងឮអ្វីដែលខ្ញុំ
បាននិយាយជាមួយគាត់ឥឡូវនេះអូខេឥឡូវខ្ញុំសម្រួលអារម្មណ៍រួចហើយចឹងខ្ញុំ voice over បន្តទៀតបន្ទាប់ពីខ្ញុំគៀកម៉ោងត្រូវឡើងជើងយន្តហោះមួយទៀតហើយខ្ញុំក៏ដូរកៅអៅព្រោះដោយសារតែវាឆ្ងាយវាប្រហែលពេលយូរនៅក្នុងយន្តហោះមួយហ្នឹងអញ្ចឹងខ្ញុំត្រូវព្រីភៀខ្លួនឯងថាស្លៀកពាក់មិនឲ្យអង្គុយស្រួលគេងស្រួលព្រោះនៅក្នុងនឹងយូរមែនតើពេលយើងគេងអង្គុយអញ្ចឹងវារៀងចុកដៃចុកជើងចុកខ្លួនអញ្ចឹងណាអញ្ចឹងហើយតើតាសេរីរកកៅអៅណាដែលអង្គុយបានស្រួលយូរមកហើយនេះហោះចេញមកប្រហែលជាជិត1ម៉ោងគេចាប់ផ្ដើមយកអាហារឲ្យយើងញ៉ាំហើយដូចខ្ញុំនិយាយប្រាប់បងពីដំបូងអញ្ចឹងមកហូបនៅលើយន្តហោះគឺញ៉ាំឲ្យតែបាត់ឃ្លានទេសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំទៅណាប៉ុន្តែបើកូនហើយនឹងប្តីខ្ញុំវិញ Oh my god មកហូបហ្នឹងគឺពួកគាត់ចូលចិត្តតែបន្ទាប់ពីញ៉ាំហើយពួកខ្ញុំចាប់ផ្ដើមល្ងុយគេងហើយបើគិតទៅនៅលើយន្តហោះនេះដូចជាខ្ទង់10ម៉ោងជាងនេះដល់ពេលញ៉ាំទៀតហើយតែនេះជាអាហារពេលព្រឹកហ្នឹងមានបរមានអីនិយាយទៅគេសួរយើងចង់ញ៉ាំអីគេមានជំរើសឲ្យយើងអញ្ចឹងណាគាត់ថាជំរើសទាំងអស់ហ្នឹងវាមិនមែនជាជំរើសរបស់ខ្ញុំចេះតែញ៉ាំទៅញ៉ាំឲ្យតែឆ្អែតទៅពេលញ៉ាំហ្នឹងវាមានខ្យល់ឬក៏បុកពពកអីខ្ញុំអត់ច្បាស់ទេប៉ុន្តែខាងគេប្រកាសឲ្យយើងហ្នឹងតុបចានតុបអីផងព្រោះដោយសារតែវាអង្គើខ្លាំងណាហើយមកហូបមុខនេះខ្ញុំស្មាលាហ្មងក្លិនក៏ធំអាក្រក់សម្រាប់ខ្ញុំគឺខ្ញុំខ្ញុំឃើញមុខម្ហូបខ្ញុំខ្លាចលើកមកបង្ហាញបងហ្នឹងមិនមែនថាជាម្ហូបដែលឆ្ងាញ់ណាចង់ប្រាប់ថានឹងអត់ឆ្ងាញ់ទេហើយបបសគេលាយពោតមកក្របអីហ្នឹងក៏ខ្ញុំញ៉ាំអត់បានដែរអញ្ចឹងខ្ញុំញ៉ាំនំប៉័ងមួយទៅប៉ុន្តែខ្ញុំទៅសារកូនខ្ញុំណាគាត់បាត់បែនបានលឿនមែនទែនម្ហូបអាហារអឺរ៉ុបមិនគឺគាត់ញ៉ាំបានទាំងអស់ហើយនេះកំពុងតែឆ្លងថ្ងៃនេះមួយថ្ងៃមួយយប់ចេញមកបានមួយផ្លេតស្រាប់តែយប់ល្ងិតស្លឹបហ្មងហើយនេះខ្ញុំចាប់ផ្ដើមដល់ទឹកដីកាណាដាហើយគាត់ថាខ្ញុំចុះពេលយប់អញ្ចឹងខ្ញុំមើលទេសភាពអីវាអត់ដឹងថាស្អាតមកយកព្រោះឃើញតែភ្លើងប៉ុណ្ណឹងតែក៏នៅទទួលស្គាល់ថាវាស្អាតដែរគាត់ថាយើងមិនបានឃើញដូចពេលថ្ងៃហើយដល់ពេលចុះមកហ្នឹងគឺដើរយ៉ាងឆ្ងាយដែរណាពលានគេធំដើរពីកន្លែងមួយទៅកន្លែងមួយឆ្លងពីមួយទៅមួយទៅច្រើនតាំងមែនតែសំណាងដល់ពេលខ្ញុំគាត់ចុះមកយកខ្ញុំបើសិនខ្ញុំទៅពីអ្នកកូនវិញដឹងតែល្ងិតមុខហ្មងហើយខ្ញុំមួយខៃចាប់ដើមឈួលច្មោះវាតិចចូលមកដល់ខៃជាប់ស្នេហ៍ជាមួយ jellyfish នេះហើយឲ្យទៅមុខទៀតអត់ព្រមទៅតបប៉ាគេដើរបកមកហៅវិញតាដល់ពេលរកកន្លែងអង្គុយបានហើយអស់ហើយខ្ញុំចាប់ផ្ដើមឃ្លានហើយគឺ burger ហ្នឹងឯងមានអារម្មណ៍ថាញ៉ាំឆ្ងាញ់មែនតើហើយក៏ចាប់ផ្ដើមអស់កម្លាំងនាំគ្នាគេងនៅតែប្តីអង្គុយមើលកូនប្រពន្ធម៉ងតែនេះខ្ញុំចាប់ផ្ដើមតជើងយន្តហោះទៅ Calgary ហើយសម្រាប់ជើងយន្តហោះពី Vancouver ទៅ Calgary ហ្នឹងអត់មានទូទាស់នៅខាងក្រៅកៅអីហ្នឹងទេដោយសារតែវាយើងហោះតាម1ម៉ោងជាងអីបន្តិចហ្នឹងដល់ហើយខ្ញុំមកដល់កាហ្គ្រីហើយនេះហោប៉ុន្តែខៃគេល្អូថាអត់មាន snow ផងហ្នឹងនៅខាងក្នុងហ្នឹងអត់ដឹងទេណាស្រាប់តែចេញមកក្រៅខ្យល់មកអូយត្រជាក់ណាស់ហើយនឹងអត់មានតកកផងបងថ្លៃខ្ញុំគាត់មកយកហើយនាំណូឡាមកដែរណូឡាអត់តាន់ស្គាល់ខ្ញុំទេអត់តាន់ស្គាល់ខ្ញុំនឹងខៃទេប៉ុន្តែគេនឹកដាឌីគេហក់កជ្រោលពេញអូខេវីដេអូខ្ញុំមានប៉ុណ្្នឹងឯង Finally we are home in Canada. Thank you everyone.